ណានីណានីតេគឺរតេគឺរចឹងតេគឺរដូចអ្វីដែលខ្ញុំបកប្រែខាងក្រោមហ្នឹងណាខ្ញុំបកប្រែថាទៅបន្តិចឬក៏ទៅមួយផ្លែតនេះហ្នឹងចឹងរបៀបប្រើវេយ្យាករណ៍នេះគឺរបៀបថាអ្នកគ្នាយើងចង់ប្រាប់ដៃគូយើងឬក៏អ្នកនៅក្បែរយើងថាយើងទៅធ្វើអីមួយផ្លែតសិនពេលដែលយើងធ្វើចប់យើងនឹងត្រឡប់មកវិញណាចឹងឧទាហរណ៍ថាអ្នកគ្នានៅផ្ទះជាមួយគ្នាចឹងណាចឹងយើងចង់ទៅទិញទៅដោះគោនៅ company នៅម៉ានចឹងណាហើយយើងប្រាប់មិត្តភក្តិយើងណាខ្ញុំទៅ company ទិញទឹកមួយផ្លែតឬក៏ទិញទៅដោះគោមួយផ្លែតចឹងទៅណាឬក៏គេសម្រាមខ្ញុំយកសម្រាមទៅបោះចោលមួយផ្លែតចឹងទៅណាអ្នកគ្នាប្រាប់មិត្តភក្តិខ្ញុំទៅបន្ទប់ទឹកមួយផ្លែតចឹងទៅចឹងអានឹងយើងប្រើវេយ្យាករណ៍នឹងអ្នកគ្នាយើងប្រើតេគឺរនឹងពោះវេយ្យាករណ៍នឹងខ្ញុំឃើញកូនសិស្សមួយចំនួនបកប្រែខុសច្រើនដែរឃើញគឺរអ្នកគ្នាគិតថាមកពាក្យ key មកមកទៅមកវិញបកប្រែទៅមកវិញអត់ត្រូវទេណាគឺក្នុងន័យបែបហ្នឹងមានថាមួយផ្លែតក្នុងន័យហ្នឹងមួយផ្លែតឬក៏បន្តិចហ្នឹងហើយអញ្ចឹងឥឡូវមុននឹងចូលឧទាហរណ៍អ្នកគ្នាមកមើលតំណភ្ជាប់ជាមួយគ្នាសិនតំណភ្ជាប់អត់ពិបាកទេអ្នកគ្នាយើងដាក់បានអក្សរស័ព្ទទេហើយអក្សរស័ព្ទហ្នឹង8តេមកបូកនឹង key មកនឹងអ្នកគ្នា key មកគឺមកពាក្យគឺរនឹងហើយអ្នកគ្នាហ្នឹងហើយអញ្ចឹងពេលយើងបាយជីជុកគេចេញគឺរនឹងហើយប្រយោគពាក្យគួរពាក្យដើមវាពាក្យគួរសមគឺ key មកហ្នឹងហើយណាតេ key មកហ្នឹងហើយតោះឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាហើយជីបង牛乳がないですねちょっとコンビニまで買いに行ってきますね牛乳がないですねちょっとコンビニまで買いに行ってきますចឹងកន្លែងនេះគឺ牛乳がないហ្នឹងហើយមានថា牛乳ទៅដោះគោទៅដោះគោអស់ហើយណាចឹងちょっとហ្នឹងហើយちょっとគឺមានន័យថាបន្តិចហើយប៉ុន្តែអាគីម៉ាស់ក៏មានន័យថាបន្តិចដែរអញ្ចឹងយើងបកប្រែចូលគ្នាទៅមានថាអ៊ីតេគីម៉ាស់ខ្ញុំទៅណាទៅទិញណាទៅទិញអីគេហ្នឹងហើយទៅទិញដល់ company មួយផ្លែតឬក៏ទៅទិញនៅ company ឬក៏ទៅទិញនៅម៉ាតមួយផ្លែតសិនណាហ្នឹងហើយបន្តិចសិនហើយអញ្ចឹងពេលយើងទិញហើយយើងត្រឡប់មកវិញហើយមិនមែនទៅហើយមកវិញបកប្រែអញ្ចឹងខ្ញុំទៅទិញនៅ company ទៅហើយមកវិញអត់មិនមានទៅហើយមកវិញទេនៅគ្នាឃើញអ៊ីតេគីម៉ាមានទៅហើយមកវិញណាមកនេះណាមួយផ្លែតទៅបន្តិចនេះហ្នឹងតោះតោះនៅគ្នាយើងចូលនេះបងあれ田中さんがまだですねちょっと読んできますあれ田中さんがまだですねちょっと読んできますជាងあれកន្លែងហ្នឹងគឺរបៀបថាពាក្យលន់មាត់អ្នកគ្នាពាក្យខ្មែរយើងហេរបៀបថាចម្លែកក្នុងចិត្តរបៀបថាខុសយើងនឹកឃើញរឿងអីដឹងរឿងអីដែលខុសពីអ្វីដែលយើងរំពឹងទុកហ្នឹងហើយចឹងនេះឋានកាសង្កៈមកដាក់មានថាលោកឋានកានៅមិនទាន់មកទៀតណាចឹងធម្មតាដល់ម៉ោងណាត់ប្រកាសជាឃើញគាត់មកត្រអត់ប៉ុន្តែវាបាត់គាត់ចឹងយើងចម្លែកក្នុងចិត្តវាផ្ទុយពីចិត្តរបស់យើងបាត់ឋានកាទៅណាហើយឬក៏ឋានកាអត់ទាន់មកទេចឹងឈុតតយន្តដេគីម៉ាសហ្នឹងហើយយន្តដេមកពាក្យយោប៊ីម៉ានឹងយោប៊ីម៉ាហៅចឹងខ្ញុំទៅហៅគាត់មកផ្លែតសិនហ្នឹងទៅហៅគាត់បន្តិចសិនក៏បានដែរនេះហ្នឹងតោះអ្នកគ្នាយើងចូលសាំងបាំងゴミが溜まったので捨ててきますねゴミが溜まったので捨ててきますねហ្នឹងហើយចឹងអ្នកគ្នាゴミអ្នកគ្នាដឹងហើយសម្រាមវាពេញអ្នកគ្នាពេញពាក្យថាពេញគឺថាម៉ារីម៉ាសចឹងថាម៉ារីម៉ាសថាយើងបំបែកតាថាម៉ាតាបានពេញយើងបកប្រែបានមួយទៀតអ្នកគ្នាពេញឬក៏ស្ទះប៉ុន្តែក្នុងនេះសម្រាមក្នុងធុងសម្រាមវាយើងបកប្រែថាស្ទះទេប៉ុន្តែវាមានន័យថាពេញវិញណាសម្រាមពេញហើយឬក៏ដោយសារសម្រាមពេញហើយអញ្ចឹងខ្ញុំយកវាទៅបោះចោលបន្តិចណាហើយស្តេម៉ាស់បោះចោលយើងមិនទេស្តេតេនេះស្តេតេគីម៉ាសនេះហើយអញ្ចឹងតេគីម៉ាគឺក្នុងន័យបែបហ្នឹងអ្នកគ្នាហើយមិនមែនបកប្រែថាទៅហើយមកវិញណាអញ្ចឹងយើងប្រយ័ត្នណានីតេស៊ីម៉ៅចឹងអ្នកគ្នាតេស៊ីម៉ៅហ្នឹងគឺមកពីពាក្យតេស៊ីម៉ៃម៉ាស់ណាតេស៊ីម៉ៃម៉ាស់ចឹងវេយ្យាករណ៍នេះយើងបកប្រែបានពីររបៀបប្រើវាគឺមួយបកប្រែថារួចរាល់អីមួយទៀតមានន័យថាបាត់ទៅហើយចឹងរបៀបប្រើវេយ្យាករណ៍ហ្នឹងគឺយើងប្រើបានពីរហ្នឹងអ្នកគ្នាណាចឹងខ្ញុំឧទាហរណ៍បន្តិចណាហេតុអីយើងបកប្រែទៅរួចរាល់មានន័យថាពេលអ្នកគ្នាធ្វើអីចិត្តចប់ឬក៏ចិត្តបញ្ចប់ឬក៏បានបញ្ចប់យើងចង់ប្រាប់គេថាវារួចរាល់ហើយយើងប្រើតេស៊ីម៉ៅហ្នឹងណាហ
ហើយមួយទៀតណានៅពេលដែលយើងចង់បង្ហាញពីអារម្មណ៍របស់យើងដែលសោកស្ដាយទៅលើរឿងអីមួយយើងជួបរឿងអីមួយដែលមិនល្អបានធ្វើរឿងអីមួយដែលមិនល្អបង្ហាញពីអារម្មណ៍សោកស្ដាយហ្នឹងគឺយើងប្រើតិសិម៉ៅនឹងដែរណាអញ្ចឹងឧទាហរណ៍នៅខាងក្រោមខ្ញុំមានឧទាហរណ៍ពីរហ្នឹងអ្នកគ្នាណាអញ្ចឹងមុននឹងចូលឧទាហរណ៍អ្នកគ្នាមកមើលកេសាប់សិនសេសុសុគឺរបស់វាយើងបំបែកមិនអញ្ចឹងសេសុសុគឺយើងដាក់បានកេសាប់ហ្នឹងហើយបូកនឹងតេស៊ីម៉ៃម៉ាស់ណាតេស៊ីម៉ៃម៉ាស់យើងបែកហ្វូស្កេតេស៊ីម៉ៅហ្នឹងហើយណាអញ្ចឹងយើងដាក់បានកេសាប់ឯងកេសាប់ហ្នឹងបែកតេមកណាតោះឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាតែម្ដងហើយអញ្ចឹងឧទាហរណ៍ទី1ខ្ញុំអានអ្នកគ្នា友達に借りた漫画を全部読んでしまった友達に借りた漫画を全部読んでしまったហ្នឹងហើយចឹងគ្នាយន់ដេស៊ីម៉ាតាហ្នឹងហើយមកពាក្យស៊ីម៉ៃម៉ាស្តាហ្នឹងនេះស៊ីម៉ៃម៉ាស្តាយើងបំបែកតាគេហ្នឹងហើយចេញស៊ីម៉ាតាវិញណាម៉ៃម៉ាចេញម៉ាតាហ្នឹងហើយចឹងកន្លែងនេះបង្ហាញពីរឿងមួយដែលយើងធ្វើមានថាចប់រួចរាល់ណាបានបញ្ចប់ណាមិនបង្ហាញពីអារម្មណ៍សោកស្ដាយតែអញ្ចឹងណាចឹងយើងបកប្រែមានថា Zen មើ Yonde Shimata មានថាបានអានចប់រួចរាល់នៅគេ manga សភៅរឿងណាសភៅរឿងដែលបានខ្ចីពីមិត្តភ័ក្តិហ្នឹងហើយចឹងមានន័យថាយើងអានចប់វាចប់អស់ហើយនេះអញ្ចឹងណាចឹង Yonde Shimata Yonde Shimata តោះអ្នកគ្នាតោះណាចឹងយើងចូលនេះបាន昨日どこかで財布を落としてしまった。昨日どこかで財布を落としてしまった。នឹង落としてしまったមកពី落としてしまいましたដែរអ្នកនេះវាយើងនិយាយធម្មតាしまったចឹងនេះឧទាហរណ៍ទី2នេះបង្ហាញពីអារម្មណ៍មួយដែលសោកស្ដាយណាចឹងគីណូណាគីណូកាពីម្សិលមិញមិនដែរ落としてしまったបានធ្វើឲ្យជ្រុះ落としまធ្វើឲ្យជ្រុះខ្ញុំបានធ្វើឲ្យជ្រុះគេសាយហ្វឺកបោបលុយនៅកន្លែងណាមួយបាត់ទៅហើយចឹងសាយហ្វឺអូតូស្តេសម៉ាតាមានថាខ្ញុំបានធ្វើឲ្យជ្រុះកបោបលុយបាត់ទៅហើយចឹងយើងនិយាយខ្មែរណាពាក្យថាបាត់ទៅហើយហ្នឹងបង្ហាញពីអារម្មណ៍ដែលសោកស្ដាយតើអ្នកគ្នាតើនេះហើយចឹងទី2បង្ហាញពីអារម្មណ៍សោកស្ដាយឥឡូវយើងមើលសាំងបាំងណាហើយ友達に借りたカメラを壊してしまったどうしようじゃあもう一度友達に借りたカメラを壊してしまったどうしようហ្នឹងហើយចឹងកន្លែងខាងក្រោមសាំងបាំងក៏បង្ហាញពីអារម្មណ៍សោកស្ដាយដែរអ្នកនេះណាចឹងឯគេ壊してしまったណា壊しまធ្វើឲ្យខូចដល់ពេល壊してしまったខ្ញុំបានធ្វើឲ្យខូចនេះខ្ញុំបានធ្វើឲ្យខូចគេកាមេរ៉ាណាម៉ាស៊ីនថតម៉ាស៊ីនថតដែលបានខ្ចីពីមិត្តភ័ក្តិហ្នឹងម៉ាស៊ីនថតដែលបានសូមខ្ចីពីមិត្តភ័ក្តិហ្នឹងបាត់ហើយយើងមានថាយើងធ្វើឲ្យខូចរបស់គេយើងបង្ហាញពីអារម្មណ៍សោកស្ដាយត្រង់ហ្នឹងហើយតែពិតយើងអត់ចង់ខូចទេតែវាខូចបាត់ហើយហ្នឹងហើយអញ្ចឹងដូស៊ីយ៉ូមានថាតើគួរធ្វើបែបណាទៅណាគួរធ្វើបែបណាណានីកាដូកាហើយអញ្ចឹងកាដូកាដែលហ្នឹងគឺជាប្រយោគសំណួរទេអ្នកគ្នាមានថាឬអត់ហើយអញ្ចឹងឲ្យយើងនិយាយបែបបញ្ជាក់ឡើងសួរបែបបញ្ជាក់និយាយចំហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងអត់ដែរញ៉ាំណាត់តូមកជប៉ុនណាអញ្ចឹងយើងអត់ដឹងថាយើងអាចញ៉ាំបានឬក៏អត់ទេឬក៏មិនដឹងថាវាឆ្ងាញ់ឬក៏អត់ទេហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងចង់ទៅជួបគ្រូណាយើងអាចនិយាយទុកមុនបានណាថ្ងៃហ្នឹងចង់ទៅជួបគ្រូមិនដឹងថាគ្រូគាត់នៅឬក៏អត់ទេហើយនៃហ្នឹងអ្នកគ្នាអញ្ចឹងយើងប្រើកាដូកាហើយអញ្ចឹងមុននឹងចូលឧទាហរណ៍អ្នកគ្នាមើលសេសុសគឺជាមួយគ្នាសិនណាតំណភ្ជាប់អញ្ចឹងតំណភ្ជាប់យើងដាក់បានទាំងកិស័ព្ទគុណនាមអ៊ីគុណនាមណាត់និងនាមអញ្ចឹងសម្រាប់កិស័ព្ទដោយអ្វីដែលខ្ញុំដាក់ហ្នឹងគឺយើងបំបែក Fusuke ណា Fusuke បូកនឹងកាដូកាហើយអញ្ចឹងឲ្យចាំកិស័ព្ទយើងបែក Fusuke គុណនាមអ៊ីក៏ដូចគ្នាដែរយើងបែក Fusuke បូកនឹងកាដូកាសម្រាប់ឯគុណនាមណាក់អ្នកគ្នាគុណនាមណាក់ក៏យើងបែក Fusuke បូកនឹងកាដូកាដែរប៉ុន្តែលើកលែងមួយអ្នកគ្នានៅពេលដែល Fusuke ស្របបច្ចុប្បន្នណាធម្មតាយើងបំបែកចេញដាក់ត្រង់ហើយដូចជាពាក្យ handsome des យើងបែក Fusuke មិន handsome ដាក់ត្រង់អញ្ចឹងហ្នឹងនៅពេលដែលស្របបច្ចុប្បន្នណា
được lên mũi dương lục tặng đạn chào han sa mực cả đồ cả kire đế kire cả đồ cả chân chắn nọc này sro bạch bọn đế thì chỉ đạn có vật mấy lục tặng đạn chào đây hay niêm có đôi khi đá niêm có dương bồng bãi fuske hay bộ đằng cả đồ cả và ta đôi con niêm nặng mình chẳng np đã sro bạch bọn à hay lơ bị niêm hay đôi chỉ bị ame des dương bãi fuske mình ame đã trật sro bạch bọn à np để sro bạch bọn ame đã chứng dương lục tặng đạn đang chào đây bậc ra bình nắng bảy fuske bộ cả đồ cả chào đôi được kia tệ hay chứng lại đi trong này bị giật tíchสำหรับคนเนียมหนักหนึ่งเนียมในเปรียบสำหรับปัจจุบันยังลบต่างได้เจ้าได้จึงฟูสเกเรียนปีบ้าเป็นใต้ยมกระทานเนี่ยดอกเนี่ยได้เรียนเวกอันบูนนั่นคือบานเรียนหน่อยนะตุ่มลงฟูสเกยังเรียนตั้งปีกับอันปรามอมเลยเนี่ยปูนี่ยังได้ตอนฉบับนอกในจองเรียนซาจะปนปักขายในคนนี้กลัวจะตุ่มลงฟูสเกหน่อยฉบับยังไงจึงไอเติมลึกหลังเป็นครูไอหรือก็สู้ครูเนี่ยได้กับปงเรียนจะมือครูยังเต๋อหรือก็มือสเปอร์หลังวิ่งยังไงจึงlấy dương gọi khát bê dương trôi ở mà mưa ở từ hồ cho mùi khné sân hay chẳng ichi băng natto wa tabeta goto ga nai no de oishii ka doka wakarimasen natto wa tabeta goto ga nai no de oishii ka doka wakarimasen chẳng natto wa tabeta goto ga nai nộ đêm thà đòi xài cái natto nhưng mình đã natto nọc này đắng hộp cho bọn xiềng bị xiềng trám này này nhưng ở đây nhàm đái của rơi cho chết nên nọc này riêng cho bọn cái squall natto này chân ở đây xa được show mình đại bàn nhàm natto thế chân wakarimasen mình đăng thay cái oishi chừng ánh rồi có tê chân oishi chừng ánh đó về time cả đồ cả mới tiết rồi có đăng để chừng ánh rồi có tê hay chả gì nị bắn間違いがないかどうかもう一度確認してください。間違いがないかどうかもう一度確認してください。nó có nên間違いlà khổ này gạ náy mình miền cầm hồ này chân間違いがありませんchân bảy phút cái này như này nữaถ้าta miền cái lại là khổ rồi có ta mình miền bộ bài chấm mình miền cái lại khổนะถ้าตามันเมียนกับหลายข้อหรือก็อดจังส้มไปแจกมาดองเตียนหนึ่งไงจังส้มเป็นนัดลางวิ่งดองเตียนนะคักกันนี้เป็นนัดมือเป็นนัดลางวิ่งดองเตียนให้จัดสกีสั่งบังโซซุกิโอสตาระคุนินิคาเอรุคาโรกะมาดะคิเมเตมาเซนก็เป็นไงมูจิโร่โซซุกิโอสตาระคุนิเอคาเอรุคาโรกะมาดะ決めていませんចឹងតារៈនៅពេលណានេះនៅពេលដែលសូសយោនៅពេលដែលរៀនចប់ថាយគេត្រឡប់ទៅប្រទេសវិញឬក៏អត់ត្រឡប់ទៅប្រទេសវិញឬក៏អត់មកដាក់決めていませんមិនទាន់កំណត់ទេខ្ញុំមិនទាន់សម្រេចចិត្តទេហើយណានីかもしれないかもしれないចឹងខមោសិរេណៃឬក៏ខមោសិរេម៉ាសែនចឹងមួយណាក៏បានដែរហើយចឹងវីកូមីនេះយើងបកប្រែថាប្រហែលជាអីមួយណាប្រហែលជាចឹងរបៀបប្រើវីកូមីហ្នឹងគឺយើងប្រើសម្រាប់និយាយទុះទាយទុកមុនណាក្នុងរឿងអីមួយឧទាហរណ៍ថាថ្ងៃហ្នឹងយើងឃើញមេឃរៀងសតុំបពកច្រើនរៀបនឹងភ្លៀងចឹងអាចទុះទាយមុនបានន័យថាថ្ងៃហ្នឹងប្រហែលជាមេឃភ្លៀងឬក៏ឥឡូវហ្នឹងមេឃប្រហែលនឹងភ្លៀងហើយចឹងឧទាហរណ៍តែគេនៅក្នុងថ្នាក់រៀនចឹងទៅហើយចឹងធម្មតាលោកគ្រូគាត់មកម៉ោង8ឬក៏ម៉ោង9អញ្ចឹងណាចឹងថ្ងៃនេះអត់ឃើញគាត់មកទេដល់ម៉ោងហើយចឹងយើងអាចទាយទុកមុនបានថាថ្ងៃហ្នឹងប្រហែលជាគ្រូអត់រៀនទេឬក៏គាត់អត់មកទេចឹងវេកូនេះយើងប្រើសម្រាប់រៀបរាប់ទុះទីអីមួយទុកមុនណាហើយចឹងយើងមុននឹងចូលឧទាហរណ៍អ្នកគ្នាមើលសេសុសកឹជាមួយគ្នាសិនទំនួលភ្ជាប់ចឹងយើងប្រើបានទាំងអស់អ្នកគ្នាគុណនាមអ៊ីគុណនាមណានាមកិស័ព្ទហ្នឹងយើងប្រើបានទាំងអស់ហើយចឹងសម្រាប់ទាំងអស់ហ្នឹងគឺយើងមិនត្រូវបាយ fuske ទាំងអស់ដែរហើយឥឡូវយើងមើលកិស័ព្ទសិនកិស័ព្ទយើងបាយ fuske បូកនឹង kamoshrenai មកណាហើយ kamoshrenai ចឹងកិស័ព្ទបាយ fuske យើងដឹងហើយណា
គ្នាយើងដាក់ច្បាស់អ្នកគ្នាគួរតែពិនិត្យឡើងវិញណា Fusuke ហើយនេះតែនេះខ្ញុំបានបញ្យល់ត្រុសទេអត់បានលម្អិតក្បោះក្បាយប្រហែលទេហើយចឹងគុណនាម E ក៏ដូចគ្នាដែរគុណនាម E ក៏យើងបាយ Fusuke បូកនឹង Kamo Serenai ដែរចឹងមានគ្នាយើងមួយចំនួនគាត់សួរថាបាយ Fusuke មិនគុណនាម E គុណនាម E ស្រួលទៅអ្នកគ្នាបាយ Fusuke យើងលុបតែដេះចាំមកដូចជាពាក្យ ame សំទោសគុណនាម E ដូចជាពាក្យSamui ចុះហើយ Samui des ចឹងបាយ Fusuke លុបតែដេះចាំមកនៅសល់ Samui Kamo Serenai មិនរងា Samu Kunai des ចឹង Samu Kunai Kamo Serenai យើងលុបតែដេះចាំមកណាហើយចឹង8 Fusuke សម្រាប់ទាំងគុណនាម E គុណនាមណានិងនាមអីនេះវាខុសគ្នាទាំងអស់ហើយចឹងរៀងពិបាកតិចអ្នកគ្នាគួរតែបើច្បាស់គួរតែរំលឹកឡើងវិញណាហើយសម្រាប់គុណនាមណាណាគ្នាគុណនាមណាក៏យើងបាយ Fusuke ដែរប៉ុន្តែលើកលែងមួយអ្នកគ្នាលើកលែងនៅពេលដែលស្របបច្ចុប្បន្នគុណនាមណាឧទាហរណ៍ពាក្យ Kirede ណា Kirede มันស្របបច្ចុប្បន្នត្រង់ចឹងយើងបាយ Fusuke มันចេញគឺ Kireda ចឹងយើងលុបទាំងដាក់នឹងចោលដែរសម្រាប់ស្របបច្ចុប្បន្នណាគុណនាមណាចឹង Kire Kamo Serenai ណាឬក៏ពាក្យគេ Hansamu Kamo Serenai ណាសង្ហាហ្នឹងហើយចឹងស្របបច្ចុប្បន្នដាក់យើងលុបទាំងដាក់នឹងចោលដែរគុណនាមសំទោសនាមណានាមក៏ដូចគ្នាដែរហើយនាមយើងបាយ Fusuke ប៉ុន្តែនៅពេលដែលស្របបច្ចុប្បន្នដូចជាពាក្យ Gakse des Gakse ដាក់ត្រត់ហ្នឹងហើយធម្មតាគុណនាមណានិងនាមយើងបំបាយកាលអីដូចគ្នាបាយ Fusuke ក៏ដូចគ្នាដែរចឹងដេះទៅជាដាក់ប៉ុន្តែឡើយនេះគេឲ្យលុបដាក់ចោលសិនហ្នឹងហើយចឹងបូក Kamo Seremasen មកហើយចឹងឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាហើយ Ichiban Gogo kara ame ga yamu Kamo Seremasen Gogo kara ame ga yamu Kamo Seremasen ហើយចឹងអ្នកនេះGogo kara ហ្នឹងហើយ Gogo មិនថាពេលរសៀលចាប់ពីពេលរសៀលទៅមេឃប្រហែលជានឹងរាំងហើយចឹងអ្នកនេះមេឃរាំងគឺ yamu មកពាក្យ yamimas ហ្នឹងហើយ yamimas ចឹង yamimas យើងបំបី Fusuke ចេញ yamu ហើយខ្ចីតម្រងជីសុគេយើងមកប្រើណាហ្នឹងហើយនេះហ្នឹងហើយចឹងពេលរសៀលទៅចាប់ពីរសៀលទៅមេឃប្រហែលជានឹងរាំងហើយយើងទីទុកមុនណាពូឃើញបើបើករៀងស្រឡះតិចតួចដែរហើយចាស្គីនេះបងហើយ新しい先生は顔が怖いし厳しいかもしれませんសំទោសម្ដងទៀត新しい先生は顔が怖いし厳しいかもしれないហ្នឹងហើយចឹងかもしれませんនិងかもしれないអានេះគឺយើងនិយាយទម្រង់ធម្មតាចេញណៃかもしれないបើអ្នកគ្នាចង់គូសំប្រើかもしれませんហ្នឹងវាគូសំជាងណាហើយចឹងពាក្យច្រើនគេប្រើសម្រាប់សរសេរかもしれないចឹងហ្នឹងហើយអត្រាស៊ីសនសេមានថាលោកគ្រូថ្មីឬក៏អ្នកគ្រូថ្មីមិនដែរខអូងកាខវ៉ៃហ្នឹងហើយមុខគួយខ្លាចហើយគេ KBC ហ្នឹងហើយかもしれないទឹកគាត់ប្រហែលជាទំនើងគួរឲ្យកាចនេះហ្នឹងតឹងរឹង KBC បកប្រែតែកាចក៏បានដែរណាតែតឹងរឹងពេកគឺកាចទេត្រូវហ្នឹងហើយចឹងយើងអាចនិយាយក៏បានដែរកន្លែងស៊ីហ្នឹងមានន័យថាដោយសារក៏បានដែរចឹងគ្រូថ្មីហ្នឹងហើយមុខរបស់គាត់រៀងកាចប្រហែលជាគេប្រហែលជាតឹងតែងហើយប្រហែលជាគាត់តឹងតែងហើយចឹងយើងក៏ឃើញមុខគាត់យើងអាចទាយដឹងប្រហែលជាគាត់កាចឬក៏តឹងតែងចឹងទៅはいじゃあ最後3番はいうちのポチ全然ご飯食べないし病気かもしれないうちのポチ全然ご飯食べないし病気かもしれないはいចឹងអ្នកនេះ Uchino Pochi Pochi ហ្នឹងគឺឈ្មោះសត្វឆ្កែទេណាអ្នកនេះហើយចឹងហ្នឹងហើយចឹង Pochi ឆ្កែរបស់ខ្ញុំ Uchi ហ្នឹងគឺសំដៅលើរបស់ខ្ញុំជាកម្មសិទ្ធិណាគេម្នាក់ហ្នឹងហើយចឹង Pochi ឆ្កែរបស់ខ្ញុំគឺមិនដែរគឺ Zen Zen ご飯食べないអត់ញ៉ាំបាយសោះឬក៏អត់ស៊ីបាយសោះចឹងណាចឹងហើយគេប្រយោគី かもしれないប្រហែលជានឹងឈឺហើយចឹងប្រយោគីជានាមអ្នកនេះចឹងជានាមប្រយោគី des ធម្មតាយើងបាយចេញដាក់ត្រង់តែលេខនេះគេឲ្យលុបដាក់ចោលដែរចឹងបានចេញប្រយោគី かもしれないប្រហែលជាឈឺហើយមើលទៅណានីណានីស្គីរឹស៊ឺហ្គីរឹចឹងស្គីរឹកន្លែងហ្នឹងខ្ញុំបកប្រែថាខ្លាំងពេកឬក៏ណាស់ណាចឹងមកយើងនិយាយតែពេកក៏បានដែរ
ពេកហើយអញ្ចឹងពេកឡើងហ្នឹងមានថាបង្ហាញពីរឿងអីមួយវាហួសពីដែនកំណត់ណាហ្នឹងហើយខុសពីធម្មតានិយាយចំហើយឧទាហរណ៍យើងអាសានិយាយថាឆ្ងាញ់ពេកអញ្ចឹងទៅណាពិបាកពេកអញ្ចឹងទៅណារវល់ពេកអញ្ចឹងទៅអញ្ចឹងពេលដែលយើងប្រើសកីម៉ាស់ហ្នឹងគឺតែហ្នឹងមានន័យថាពេកហ្នឹងហើយណាហើយអញ្ចឹងរបៀបប្រើគឺបែបហ្នឹងអ្នកគ្នាហើយអញ្ចឹងមុននឹងចូលឧទាហរណ៍ខ្ញុំណែនាំពីសេសុសុគឹជាមួយគ្នាសិនសេសុសុគឹយើងដាក់បានកិរិយាសព្ទគុណនាមអ៊ីគុណនាមណាណាអញ្ចឹងសម្រាប់កិរិយាសព្ទគឺយើងលុបម៉ាស់ចោលមកបូកនឹងសកីឬក៏សកីម៉ាស់ហ្នឹងហើយណាអញ្ចឹងឧទាហរណ៍គេថាបេម៉ាស់ណាថាបេសកីម៉ាស់ថាបេសកីអីទៀតណូមីម៉ាស់ណាណូមីសកីអញ្ចឹងទៅណាផឹកជ្រុលអញ្ចឹងណានេះហ្នឹងហើយអញ្ចឹងជ្រុលក៏បានពេកក៏បានដែរនេះហ្នឹងហើយចាសកីហើយគុណនាមអ៊ីណាបើគុណនាមអ៊ីគឺយើងលុបអ៊ីចោលសិនណាបូកនឹងសកីដូចជាពាក្យគេអ៊ីសូកាស៊ីសកីរវល់ពេកអញ្ចឹងទៅហើយទៀតអុយស៊ីអញ្ចឹងណាអុយស៊ីសកីអញ្ចឹងទៅណាឆ្ងាញ់ពេកអញ្ចឹងទៅណាគុណនាមណាណាគុណនាមណាយើងធម្មតាលុបណាចោលបូកនឹងសកីមកដូចជាពាក្យខីរេសកីហាន់សាមឺសកីសង្ហាពេកស្អាតពេកអញ្ចឹងនេះហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាហើយអ៊ីជីបាំង最近遊びすぎて金欠なんですじゃあもう一度最近遊びすぎて金欠なんですជាងមិនថាអីគេ最近ថ្មីហ្នឹងដោយសារតែខ្ញុំដើរលេងជ្រុលពេកជាង遊びすぎてមិនថាដើរលេងជ្រុលឬក៏ហ្នឹងហើយដើរលេងជ្រុលនេះហ្នឹងដើរកំសាន្តជ្រុលតេមិនថាដោយសារព្រោះយើងកិច្ចស័ព្ទយើងបាយតេលេងហ្នឹងគឺមានថាដោយសារខ្ញុំដើរលេងជ្រុលអញ្ចឹងហើយឥឡូវដាច់លុយហើយណា King គេសឺណាន des នៃណានអ្នកគ្នាណាន des ហ្នឹងគឺមានថាបង្ហាញពីអារម្មណ៍នរណាម្នាក់អារម្មណ៍អ្នកនិយាយហ្នឹងគឺពីច្រើនគេប្រើ un des នៅខាងចុងណានេះ un des អញ្ចឹងអ្នកគ្នាចេះពាក្យថ្មី King គេសឺដាច់លុយឡើងហ្នឹងហើយចាស្គីនេះបាំងこのレストランの料理は量が少ないのに高すぎるじゃあもう一度このレストランの料理は量が少ないのに高すぎるហើយចឹងឲ្យយើងបកប្រែពីវគ្គទៅមុខណាគ្នាឡើយនេះចឹងរីអូរីម្ហូបក្នុង restaurant ម្ហូបនៅក្នុងអាហារដ្ឋានហ្នឹងមិនដែររីយ៉ូអ្នកគ្នារីយ៉ូឡើយហ្នឹងគឺសំដៅលើបរិមាណចំណុះអញ្ចឹងបរិមាណមិនដែរមានតិចបរិមាណមានតិចហ្នឹងហើយសឹកគឺណាស់ថាតិចនោះនេះមិនថាប៉ុន្តែយើងបង្ហាញពីអារម្មណ៍ដែលផ្ទុយណាធម្មតាបរិមាណតិចវាថោកត្រង់ប៉ុន្តែវាខុសពីដែលការគិតរបស់យើងពីច្រើនគេប្រើនោះនេះមានន័យថាប៉ុន្តែផ្ទុយពីអារម្មណ៍យើងអញ្ចឹងបរិមាណវាមានតិចណាប៉ុន្តែមិនដែរថ្លៃតម្លៃថ្លៃជ្រុលថ្លៃហួសហេតុនេះហ្នឹងថាកាស្គីហើយអញ្ចឹងថាកាមកពាក្យថាកៃយើងលុបអ៊ីចោលដោយសារវាគុណនាមអ៊ីហើយじゃあ最後3番山田さんは静かすぎてコミュニケーションが難しいですじゃあもう一度山田さんは静かすぎてコミュニケーションが難しいですហើយអញ្ចឹងកន្លែងនេះលោកយ៉ាម៉ាដាមិនដែរគឺមកអតិនឹងថាដោយសារហ្នឹងហើយអញ្ចឹងដោយសារលោកយ៉ាម៉ាដាគាត់មានថាស្ងប់ស្ងាត់ជ្រុលស្ងប់ស្ងាត់ពេកឬក៏អត់មាត់អត់កនេះហ្នឹងអញ្ចឹងគាត់ស្ងប់ស្ងាត់ពេកអញ្ចឹងហើយគឺមិនដែរពិបាកក្នុងការធ្វើទំនាក់ទំនង communication នេះហ្នឹងគឺមិនថាតាក់ទងឬក៏ធ្វើទំនាក់ទំនងនេះហ្នឹងណានីអូវ៉ារឺណានីអូវ៉ារឺមកពីអូវ៉ារីមកអញ្ចឹងពាក្យនេះគឺន័យថាចប់ឬក៏រួចរាល់ត្រង់អ្នកគ្នាអញ្ចឹងក៏យើងអាចប្រើវេយ្យាករណ៍បានដែរណាពាក្យហ្នឹងអញ្ចឹងមានន័យថាចប់ឬក៏រួចរាល់ដូចគ្នានេះយើងប្រើនៅពេលណាហើយអញ្ចឹងឧទាហរណ៍ថាយើងចង់និយាយពេលខ្ញុំនិយាយចប់ពេលដែលរៀនចប់ណាពេលដែលធ្វើអីរួចនេះហ្នឹងអញ្ចឹងយើងប្រើអូវ៉ារីមកជាជំនួយវេយ្យាករណ៍ដែរហើយអញ្ចឹងវេយ្យាករណ៍នេះអត់សូវពិបាកណាស់អ្នកគ្នាយើងប្រើបានជាមួយកិរិយាសព្ទទេសេសុគឺរបស់វាតំណភ្ជាប់អញ្ចឹងតំណភ្ជាប់យើងលុបតែម៉ាស់ចោលមកកិរិយាសព្ទហ្នឹងហើយលុបម៉ាស់ចោលបូកនឹងអូវ៉ារីម៉ាស់ឬក៏អូវ៉ារឺហ្នឹងហើយអញ្ចឹងឧទាហរណ៍ពាក្យ benkyoushi មក benkyoushi អូវ៉ារីម៉ាស់ nomi មកផឹកណា nomi អូវ៉ារីម៉ាស់អញ្ចឹងទៅហ្នឹងហើយ hataraki មកអញ្ចឹង hataraki អូវ៉ារីម៉ាស់ណាអញ្
Chừng dương lục tầm cháu bộ nâng ovari mà màu nè hay lấy dương châu mở thôi chừng mở kia hay chừng ý chữ bắn watashi ga hanashi owatte kara shishimon shite kudasai watashi ga hanashi owatte kara shishimon shite kudasai hay chừng dùng bộ prai bị tệ khá khá một cái nào nè tầm một á chừng mình này thá tệ khá còi pì mũi còi pì khi mình dậy chọc á sớm xua sầm nụ nè shishimon shite kudasai xua sầm nụ này nữa hay chả nghĩ bắn nomi owatta petball toru wa kochira ni shitete kudasai nomi owatta petball toru wa kochira ni shitete kudasai nè chừng dùng bộ prai pi petball toru nè hay muốn đó nè chừng petball toru nó cứ mình thả sẽ bỏ đổ cho chó này nè này chừng sẽ bỏ đổ bài nó để bán phật rồi chừng nomi mà phật hay để bán phật rồi chứ kochira ni shitete kudasai shite má nọc này bỏ chào sông bỏ chào nơi tì nì chừng kochira bị cú sắm thòm đá cứ cổ này bị cú thòm nào viết cứ cổ này sông bỏ chào tì nì mà đi nè chả trong cái sáng bán hay show wa mou benkyou shi owatta no de yukkuri eiga o mimasu show wa mou benkyou shi owatta no de yukkuri eiga o mimasu chứ người thầy cái ngày nắng á mou benkyou shi owarimashita nè yêu bộ bài đời nội đệ muốn nội đệ mình thả đời xa ngày nắng đời xa tại riêng chọc rồi có riêng chọc hỏi chẳng ở yukkuri eiga o mimasu mình thấy nâng mưa con tam sầm rồi này yukkuri mới tham mùi dứt và tay con đến tam sầm rồi ọt bậc hòm ở đấy chừng ai thở tới tẹo với này mưa rương mưa tam sầm rồi tới này nắng á hay nani ai đã nó này ở vậy con mình cứ chiều vậy con câu đoạn 4 á hay chừng ở vậy con mình dùng một bài tha nơi cầm lòng pel nè chừng ai đã nó cứ mình tha nơi cầm lòng pel u to tha dương thua scan PA 1កំឡុងពេលធ្វើសកម្មភាពហ្នឹងយើងធ្វើសកម្មភាពអីមួយទៀតចឹងណាជុំឧទាហរណ៍ថាកំឡុងពេលបន់ចូលឆ្នាំចោះហើយខ្ញុំនៅផ្ទះឬក៏ខ្ញុំត្រឡប់ទៅផ្ទះវិញចឹងណាហើយកំឡុងពេលដែលខ្ញុំជិះរថភ្លើងណាខ្ញុំអានសភៅចឹងទៅណាកំឡុងពេលខ្ញុំបើកបោខ្ញុំស្ដាប់ចម្រៀងចឹងទៅចឹងអ្នកធ្វើសកម្មភាពអីមួយនៅកំឡុងពេលធ្វើសកម្មភាពអីមួយទៀតណាចឹងអ្វីក៏វិញនេះគឺប្រើក្នុងន័យបែបហ្នឹងណាឥឡូវយើងមកមើលសេសុសគឺទំនប់ភ្ជាប់យើងដាក់បានកិច្ចស័ព្ទណាកិច្ចស័ព្ទហ្នឹងយើងបាយ Fuske ណាអញ្ចឹងបាយ Fuske អ្នកគ្នាអ្នកដែលរៀនកម្រិត M5 គាត់បានរៀនហើយណាហើយបើគ្នាយើងអាចបានរៀនទេឬក៏បានរៀនដែរផ្លិចអ្នកគ្នាអាចទៅលើកឡើងវិញណាកិច្ចស័ព្ទយើងបាយ Fuske មិនខ្ញុំអាចបញ្យល់បានទាំងអស់ទេហ្នឹងហើយហើយអញ្ចឹងបន្តទៀតគុណនាម i ណាគុណនាម i យើងលុបតដេះចាំមកបូកឯកដាក់ហ្នឹងហើយបូកឯកដាក់មកហើយគុណនាមណាអ្នកគ្នារក្សាណាបូកឯកដាក់ចំណែកឯនាមណានាមយើងដាក់ណុកមកណុកឯកដាក់ហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍ហើយអ៊ីជីបាំងហើយអញ្ចឹងអ៊ីជីបាំងហើយអូជូកាស៊ឺណូឯកដាក់ជីកាអេខាអេរុសម៉ូឌីដេសចាំមួយឈីដោអូជូកាស៊ឺណូឯកដាក់ជីកាអេខាអេរុសម៉ូឌីដេសហ្នឹងហើយចឹងយើងអាចនិយាយកន្លែងក្បៀសកន្លែងឯកដាក់មុនក៏បានដែរនឹងឯកសារវិជ្ជានាមយើងដាក់ណូហ៎អូឈូកាស៊ឺណូឯកដាក់ណាកំឡុងពេលបនចូលឆ្នាំអ្នកនេះស៊ឺម៉ូរីមានថាមានបំណងណាខ្ញុំមានបំណងត្រឡប់ទៅស្រុកកំណើតវិញណាជីកម្មថាស្រុកកំណើតអ្នកនេះហ្នឹងហើយឬក៏ត្រឡប់ទៅផ្ទះវិញក៏បានដែរឧទាហរណ៍អ្នកគ្នាមករៀននៅទីក្រុងចឹងទៅហើយពេលជប់សម្រាប់អ្នកគ្នាប្រកាសត្រឡប់ទៅផ្ទះវិញត្រូវអត់ជីកម្មយើងបកប្រែផ្ទះក៏បានដែរអីទេហ្នឹងはい。じゃあ次2番。はい。電車に乗っている間、本を読みます。電車に乗っている間、本を読みます。ហ្នឹងហើយចឹងនេះជាកិច្ចស័ព្ទហើយហ្នឹងហើយតេអ៊ីឬណាបាយ Fuske ណាហ្នឹងហើយមកពីតេអ៊ីម៉ាស់ហើយចឹងកំឡុងពេលដែលខ្ញុំកំពុងជិះរថភ្លើងកំឡុងពេលដែលខ្ញុំជិះរថភ្លើងគឺខ្ញុំអានសៀវភៅឬក៏ខ្ញុំតែងអាนសៀវភៅហងអូ読みますじゃあ次3番はい子供が小さい間はできるだけ早く帰りますね子供が小さい間はできるだけ早く帰ります
chứ này ní dương ai chạp chế thiên của bạn đấy dương đạo vạ lại ní nên ngày mình thấy cái nơi cầm lòng pel cô nó tối nè rồi còn nó pel cô nó tối chứ cầm lòng pel cô nó tối nữa đi kia ra cái hay cứ cái đi mà mình thấy đi kia ra cái tam đại thôi từ bán hay cứ cái đi mà ta tập lập từ tiệc với tam đại vừa tới từ bán nè cái đi mà cứ tập lập đây những cứ thom đá nó nên tập lập từ tiệc dương rồi này dương mày đã uchi ní của bạn đây mày đã uchi màu vinh của bạn này buộc tập lập nó tập lập từ tiệc dương này chứ khi trong tập lập từ tiệc với ở lươn tam đại thôi từ bán này buộc cô nó tối chẳng nè nào nè là ní ai đã ní hay ai đã ní cứ dùng bộ prai than ở pe lấy mùi nè chân là bị pra bộ ví cứ ai chỉ làm kia chỉ mùi vì có ai đã khi mà tiền bọc kia rồi hỏi vì có muốn hay vì tổ muốn chân nhung lực tích nó này ai đã bởi ai đã dùng bộ prai là cầm lòng pe mi than là cầm lòng pe lắm á dương thua scam phép lắm á dương thua scam phép ấy mùi tiệt và tại ai đã ní khó khănបន្តិចយើងធ្វើសកម្មភាពនឹងក៏ពិតមែនប៉ុន្តែស្រាប់តែមានរឿងអីមួយវាកើតឡើងចំនៅចំពេលយើងធ្វើសកម្មភាពហ្នឹងឧទាហរណ៍ថាកំឡុងពេលខ្ញុំគេងចាស់ណាឥឡូវតែគេងស្រាប់តែមានជួយដីអញ្ចឹងជួយដីថាមកផ្លែតត្រត់អញ្ចឹងមានថាកើតរឿងហ្នឹងចំពេលហ្នឹងនៅពេលហ្នឹងចំណុចពេលហ្នឹងហើយឧទាហរណ៍ថាគេកំឡុងពេលខ្ញុំអានសភើសុកស្រាប់តែគេងលូកបាត់អញ្ចឹងទៅអញ្ចឹងគេងលូកបាត់ហ្នឹងគឺមានថាវាកើតឡើងមករំពេចចំពេលដែលយើងអានសភៅណាហ្នឹងហើយអញ្ចឹងវាខុសគ្នាបន្តិចទេអ្នកគ្នាហើយអញ្ចឹងយើងមើលតំណភ្ជាប់ហើយតំណភ្ជាប់យើងដាក់បានទាំងកិច្ចស័ព្ទគុណនាមអ៊ីគុណនាមណានិងនាមដែរហើយទាំងអស់ហ្នឹងយើងអាចបំបី Fuske បានណា Fuske បូក ai ដាក់នេះមកណាអញ្ចឹងកិច្ចស័ព្ទយើងបំបី Fuske បូក ai ដាក់នេះមកគុណនាមអ៊ីក៏ដូចគ្នាដែរហើយសម្រាប់គុណនាមណានិងនាមអ្នកគ្នាគុណនាមណាបើស្របបច្ចុប្បន្នណាស្របបច្ចុប្បន្នធម្មតាឧទាហរណ៍ថាKire ដេសចឹងទៅឬក៏ហាន់សាមឺដេសចឹងទៅទៅជាហាន់សាមឺដាក់ត្រត់អញ្ចឹងយើងអត់ទេពេលដែលស្របបច្ចុប្បន្នហាន់សាមឺណាអៃដាក់ហាន់សាមឺណាអៃដាក់ចឹងឡើយហ្នឹងនាមក៏ដូចគ្នាដែរនាមពេលស្របបច្ចុប្បន្នសិនសេដេឬក៏កាក់សេដេមិនមែនកាក់សេដាក់អៃដែរកាក់សេណូអៃដាក់ចឹងអ្នកគ្នាប្រយ័ត្នតិចឡើយហ្នឹងហើយគុណនាមណាអៃដាក់នេះគុណនាមសំទោសនាមណូអៃដាក់នេះឥឡូវយើងកុំឲ្យខាតពេកចូលមើលឧទាហរណ៍ទាំងអស់គ្នាហើយ一番はい昨日寝ている間に地震がありましたね昨日寝ている間に地震がありましたហើយអញ្ចឹងយើងមកប្រែពីបកប្រែពីក្រោយមកក៏បានដែរអ្នកគ្នាណាកន្លែងហ្នឹងដោយសារគេអត់មានក្បៀសទេបើមានកបៀសកន្លែង昨日យើងនិយាយ昨日មក昨日កាលពីសាមិញ地震がありましたមានរំជួយដីមានជួយដីនៅអីគេនៅពេលអីគេនៅពេលខ្ញុំកំពុងតែគេអញ្ចឹងជួយដីតែមកផ្លែតណាស្រាប់តែកើតឡើងនៅកំឡុងពេលដែលយើងធ្វើអីមួយទៀតនេះហ្នឹងអញ្ចឹងអីដាក់នេះតោះនេះបាន夏休みの間に富士山に登りたいです夏休みの間に富士山に登りたいですអញ្ចឹង富士山に登りたいនេះអញ្ចឹងមានថាខ្ញុំចង់ឡើងភ្នំ Fuji នេះឡើងភ្នំ Fuji បានម្ដងនេះហ្នឹងហើយនៅកំឡុងពេលឈប់សម្រាករដូវក្តៅណាឡើងតែម្ដងធម្មតាឈប់រដូវក្តៅវារយៈពេលវែងត្រត់ហើយថាមួយខែអញ្ចឹងទៅអញ្ចឹងយើងឡើងមួយថ្ងៃពីរថ្ងៃទេកំឡុងពេលហ្នឹងណាកំឡុងពេលណាមួយទេហ្នឹងហើយនេះហ្នឹងហើយអញ្ចឹងដោយសារវាជានាមយើងដាក់ no អីដាក់នេះណាហើយសាំងបាំងហើយហងអូ読んでいる間に寝てしまった。ね、寝てしまったមកពាក្យ寝てしまいました。យើងបែក Fuske 寝てしまったខ្លីៗហើយ寝てしまったគេលូកបាត់ឈឹងឬក៏គេលូកបាត់ហើយនៅគេនៅកំឡុងពេលដែលខ្ញុំអានសៀវភៅឬក៏នៅពេលដែលខ្ញុំអានសៀវភៅ形容詞プラスするជាងអ្នកគ្នាសឺរកន្លែងហ្នឹងគឺយើងបកប្រែថាលេងឬក៏ធ្វើស្រត់ប៉ុន្តែឡើយនេះអត់ទេអ្នកគ្នាគឺយើងប្រើអាស៊ីម៉ាស់ហ្នឹងដើម្បីបំលែងគុណនាមទៅជាកិច្ចស័ព្ទអញ្ចឹងយើងបំលែងមិនទៅណាឧទាហរណ៍ថាពាក្យថាផ្អែមណាពាក្យថាផ្អែមដល់ពេលបំលែងវាជាកិច្ចស័ព្ទមានន័យថាធ្វើឲ្យផ្អែមណាធ្វើឲ្យតូចធ្វើឲ្យធំធ្វើឲ្យស្អាតអីមួយ
ចឹងរបៀបថាអាហ្នឹងគឺយើងត្រូវប្រើគុណនាមហើយបំលែងជាកិច្ចសព្ទណាហ្នឹងហើយអញ្ចឹងហ្នឹងហើយដូចខ្ញុំបកប្រែមកធ្វើឲ្យអីមួយគុណនាមបូកនឹងស្ឬណាអញ្ចឹងមុននឹងចូលឧទាហរណ៍អ្នកគ្នាមើលសេសគឺជាមួយគ្នាអញ្ចឹងដោយសារគុណនាមជប៉ុនមាន2ត្រត់ហើយអញ្ចឹងមានគុណនាមអ៊ីនិងគុណនាមណាណាអញ្ចឹងគេបែងចែកដោយសារតែពេលដែលយើងប្រើវេយ្យាករណ៍គឺវាតំណភ្ជាប់វាខុសគ្នារហូតអាពីរហ្នឹងអញ្ចឹងយើងត្រូវច្បាស់ហ្នឹងហើយអញ្ចឹងសម្រាប់គុណនាមអ៊ីអ្នកគ្នាគុណនាមអ៊ីគឺយើងលុបអ៊ីចោលបូកនឹងស្ឬអាហ្នឹងខ្លាចជាកិច្ចសព្ទហើយដូចជាពាក្យអីគេអាម៉ៃចុះអាម៉ៃផ្អែមណាអាម៉ៃគុណនាមអ៊ីត្រត់អញ្ចឹងលុបអ៊ីចោលនៅសល់អាម៉ាហើយបូកនឹងខឹស្ឬអាម៉ាខឹស្ឬធ្វើឲ្យផ្អែមធ្វើឲ្យតូចហើយតូចគេតូចឈីសៃត្រត់ឈីសៃលុបអ៊ីចោលឈីសាគឺស្ឬធ្វើឲ្យតូចហ្នឹងហើយអញ្ចឹងនឹងគុណនាមអ៊ីសម្រាប់ឯគុណនាមណាអ្នកគ្នាមានណានៅពីក្រោយយើងលុបណាចោលទៅជានេះបដូរវាទៅជានេះបូកនឹងស្ឬចឹងឲ្យថយគេពាក្យថាខីរេអ្នកគ្នាខីរេគុណនាមណាចឹងខីរេនេះស្ឬខីរេនេះស៊ីម៉ាធ្វើឲ្យស្អាតចឹងណាចឹងមានផ្សេងទៀតហើយគុណនាមណាហើយចឹងខ្ញុំលើកពាក្យខីរេនឹងមួយទេចាឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាこのコーヒーは苦すぎるので砂糖を入れて甘くしますじゃあもう一度このコーヒーは苦すぎるので砂糖を入れて甘くしますហើយចឹងអ្នកគ្នានីង៉ាស្គីរហ្នឹងហើយមកពាក្យនីង៉ាអ្នកគ្នានីង៉ាទៅវិញអាស្គីរហ្នឹងគឺមានន័យថាពេកឬក៏ខ្លាំងយើងរៀនហើយវាក៏ហ្នឹងចឹងមានថាគេដោយសារគេនោះដេមថាដោយសារតែកាហ្វេហ្នឹងមិនដែរវាល្វីងពេកចឹងហើយមិនដែរយើងដាក់ស្ករចូលធ្វើវាឲ្យផ្អែមដាក់ស្ករចូលធ្វើវាផ្អែមឬក៏ដាក់ស្ករចូលឲ្យវាផ្អែមនេះហ្នឹងចឹងពាក្យខ្មែរយើងកាត់ឲ្យវាផ្អែមមានតែធ្វើឲ្យផ្អែមហ្នឹងហើយណាអាម៉ាគុស៊ីម៉ាស់はいじゃあ次2番あと100円安くしてくれたら買いましょうじゃあもう一度あと500円安くしてくれたら買いますよអ្នកគ្នាក៏មែនផងអ្នកគ្នាកន្លែងនេះរបៀបអានវាគឺមានអក្សរសឹកមួយទៀតយ៉ាសឹកហ្នឹងហើយយ៉ាសឺយមកពាក្យយ៉ាសឺយថោកហើយអញ្ចឹងយ៉ាសឹកស្តេមានថាធ្វើឲ្យថោកពាក្យខ្មែរយើងបើថាបញ្ចុះតម្លៃនេះហ្នឹងអញ្ចឹងមានថាគេបើសិនបើអ្នកបញ្ចុះតម្លៃខ្ញុំ500យេនទៀតគឺអត់ត500យេនទៀតខ្ញុំនឹងទិញហើយខ្ញុំនឹងជួយទិញនេះហ្នឹងអញ្ចឹងយ៉ាសឹកស្តេហ្នឹងហើយតែធ្វើឲ្យថោកឬក៏បញ្ចុះតម្លៃはいじゃあ次3番教室が汚いので掃除してきれいにしましょう教室が汚いので掃除してきれいにしましょうនឹងអញ្ចឹងអ្នកគ្នាមកដោយសារគេដោយសារតែថ្នាក់រៀនវាកខ្វក់ណាកខ្វក់គឺខីតាណៃដោយសារខ្វក់រៀនថ្នាក់រៀនកខ្វក់ឬក៏មិនស្អាតអញ្ចឹងឲ្យសុំអីគេសូជីមានថាបោសសម្អាតធ្វើឲ្យស្អាតបោសសម្អាតឲ្យបានស្អាតនេះអញ្ចឹងខេរេនីស្មាឈោឲ្យបានស្អាតឬក៏ធ្វើឲ្យស្អាតហើយអញ្ចឹងវាជាគុណនាមណាអញ្ចឹងនេះយើងប្រើឈ្នាប់នេះណាហើយណានីកូតូនីするណានីកូតូនីするឬក៏កូតូនីស៊ីម៉ាអញ្ចឹងអ្វីក៏មួយនេះគឺយើងបកប្រែថាសម្រាប់ចិត្តថាអីមួយអញ្ចឹងអ្វីក៏មួយនេះយើងប្រើសម្រាប់ការបញ្ញាចិត្តណាពេលយើងបញ្ញាចិត្តឬក៏សម្រាប់ចិត្តរឿងអីមួយណាធ្វើរឿងអីមួយឬក៏ធ្វើរឿងអីមួយហើយឧទាហរណ៍គេថ្ងៃជប់សម្រាប់ដើរក្តៅចោះណាខ្ញុំសម្រាប់ចិត្តថានឹងទៅដើរលេងអញ្ចឹងទៅឬក៏ពេលជប់សម្រាប់ខ្ញុំសម្រាប់ចិត្តថានឹងត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅហើយហ្នឹងគឺជាការសម្រេចចិត្តរបស់យើងផ្ទាល់ហើយអញ្ចឹងវាក៏មិនបបាក់បានទេអ្នកនាងអញ្ចឹងយើងមកមើលសេសុសគឺជាមួយគ្នាហើយអញ្ចឹងតំណភ្ជាប់គឺយើងដាក់បានតែកិច្ចសព្ទទេអញ្ចឹងកិច្ចសព្ទហ្នឹងយើងដាក់បានជីសុកេឬក៏ណៃគេបូកនឹងកូតូនីស៊ីម៉ាអញ្ចឹងបើក្នុងន័យសម្រេចចិត្តថាស្របធ្វើរឿងអីមួយយើងបំបែកជីសុកេមកបើយើងសម្រេចចិត្តថាមិនធ្វើរឿងអីមួយយើងបំបែកណៃគេមកណាអ្នកនាងហើយអញ្ចឹងយើងដាក់បានពីរហ្នឹងហើយអញ្ចឹងយើងមកចូលមើលឧទាហរណ៍ជាមួយគ្នាហើយ1番明日から毎日30分日本語を勉強することにしましたもう一度明日から毎日30分
日本語を勉強することにしました ហ្នឹង ចឹងしましたយើងមានន័យថាបានសម្រេចអីមួយឬក៏រឿងហ្នឹងវាអតីតកាលយើងសម្រេចទុកយូរហើយយើងប្រើ masta ណា masta ក៏បាន shimate ក៏បានអីទេវាអត់ខុសគ្នាប្រហែលទេចឹងបើយើងបកប្រែមានថាគេណាចាប់ពីស្អែកទៅណាអស្តការៈណាចាប់ពីស្អែកទៅមិនដែរយើងសម្រេចថាម៉េចសម្រេចថានេះហុងហ្គោ勉強するនឹងរៀនភាសាជប៉ុនរយៈពេលប្រហែល30នាទីជារៀងរាល់ថ្ងៃឬក៏ដោយសារវាអត់មានប្រធានវគ្គទេអញ្ចឹងយើងនិយាយពីក្រោយក៏បានដែរណាមានថាគេខ្ញុំសម្រេចចិត្តថានឹងរៀនភាសាជប៉ុន30នាទីជារៀងរាល់ថ្ងៃចាប់ពីស្អែកហ្នឹងទៅណាអញ្ចឹងស្អែកហ្នឹងយើងនឹងចាប់ផ្ដើមខំរៀនអញ្ចឹងទៅហើយចា次2番はい2番来年カンボジアへ帰ることにしますもう一度来年カンボジアへ帰ることにしますហ្នឹងហើយអញ្ចឹងយើងសម្រេចចិត្តថ្មីណាអញ្ចឹងថ្មីយើងសម្រេចចិត្តភ្លាមនិយាយភ្លាមយើងប្រើស៊ីម៉ាហ្នឹងហើយបើស៊ីម៉ាស្តាវាមានន័យថាយើងសម្រេចចិត្តយូរហើយយើងទុកក្នុងចិត្តយូរហើយប៉ុន្តែបើយើងនិយាយស៊ីម៉ាស្តាក៏មិនខុសអីគ្នាប្រហែលដែរអីទេអ្នកគ្នាជាងមិនដែរគេខែឬណាខ្ញុំសម្រេចចិត្តថានឹងត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំក្រោយはいじゃあ次はい3番今夜のパーティーには行かないことにしました今夜のパーティーには行かないことにしましたចឹងមកនេះវាមានថាគេនៅពិធីជប់លៀងយប់ហ្នឹងនៅពិធីជប់លៀងយប់ហ្នឹងគឺសម្រាប់ចិត្តថាម៉េចគឺអត់ទៅទេណានីនីកូតូនីណារុកូតូនីណារុចឹងកូតូនីណារុគឺខ្ញុំបកប្រែថាកំណត់ថាឬក៏បានកំណត់ថាឯមួយណាចឹងដូចអ្នកគ្នាបានរៀនវេយ្យាករណ៍មុនហើយខ្ញុំបានបរៀនតើទៅនឹងកូតូនីស៊ីម៉ាគឺមានន័យថាសម្រាប់ថាកន្លែងហ្នឹងគឺវេយ្យាករណ៍មួយហ្នឹងគឺមានន័យថាយើងអ្នកសម្រាប់ខ្លួនឯងប៉ុន្តែកូតូនីណាឬវាស្តៀងគ្នាប៉ុន្តែមានន័យថាកំណត់ថាវិញកំណត់ថាកន្លែងហ្នឹងគឺត្រូវបានគេកំណត់ឲ្យយើងនេះហ្នឹងរឿងអីមួយដែលមានគម្រោងអីត្រឹមត្រូវឬក៏អ្នកផ្សេងជាអ្នកកំណត់ឲ្យយើងមិនមែនយើងកំណត់ខ្លួនឯងទេប៉ុន្តែបើយើងតើទៅនឹងការកំណត់សម្រាប់ចិត្តខ្លួនឯងគឺយើងប្រើកូតូនីស៊ីម៉ាណាអញ្ចឹងវាខុសគ្នាកន្លែងហ្នឹងអ្នកគ្នាអញ្ចឹងយើងប្រយ័ត្នអញ្ចឹងចំពោះសេសុសគឺតំណភ្ជាប់អត់ប្របាទេអ្នកគ្នាគឺយើងដូចគ្នាបើត្រូវបានគេកំណត់ឲ្យធ្វើអីមួយយើងបំបែកជាគេមកប៉ុន្តែបើគេមិនឲ្យធ្វើអីមួយយើងបំបែកណៃគេបូកនឹងកូតូនីណារីម៉ាសណាកូតូនីណារីម៉ាសហើយអញ្ចឹងឥឡូវយកមើលឧទាហរណ៍ជាមួយគ្នាហើយអញ្ចឹងអ៊ីជីបាំងវតាស៊ីតាជី来年に結婚することになりましたじゃあもう一度私たち来年に結婚することになりましたはいចឹងអ្នកគ្នា私たちថាពួកខ្ញុំណាពួកខ្ញុំបានសម្រេចថាឬក៏បានកំណត់ថាក៏បានដែរណាតែយើងបានកំណត់ថាត្រូវជាងណាពួកខ្ញុំបានកំណត់ថានឹងឯគេកិច្ចកងស្រុកណានឹងរៀបការឆ្នាំក្រោយអញ្ចឹងអ្វីដែលប្រយោគហ្នឹងគឺវាតេតឹងវតាស៊ីតាជីមានតែខ្ញុំក៏ប៉ុន្មានប៉ុន្តែអាចថាមិនមែនតែយើងអាចថាដៃគូរបស់យើងដូចជាពួកកន្លែងហ្នឹងបើខ្ញុំបកប្រែថាពួកខ្ញុំមានថាពួកគាត់ទាំងពីរនាក់ហ្នឹងពួកគាត់ទាំងពីរនាក់មានកម្រងឬក៏សម្រេចថានឹងរៀបការឆ្នាំក្រោយអាហ្នឹងយើងមិនមែនសម្រេចតែឯងទេយើងមានកម្រងឲ្យត្រឹមត្រូវឬក៏មានអ្នកផ្សេងជួយកំណត់យើងដែរអញ្ចឹងយើងប្រើកូតូនីណារីម៉ាស្តាវិញណាយកប្រើកូតូនីស៊ីម៉ាទេហើយចានេះបងហើយ今日は10時に歯医者に行くことになります。じゃあもう一度。今日は10時に歯医者へ行くことになります。ហើយចឹងអ្នកគ្នាខ្ញុំថ្ងៃហ្នឹងកំណត់ថានឹងទៅគេនឹងទៅពេទ្យថ្មិញណានឹងទៅមន្ទីរពេទ្យថ្មិញនៅម៉ោង10ហើយចឹងកន្លែងហ្នឹងមិនមែនសុកយើងទៅខ្លួនឯងទេពេទ្យថ្មិញប្រាប់យើងចឹងទៅគាត់កំណត់ឲ្យយើងចឹងទៅចឹងបានហើយសានេះគឺកូតូនីណារីម៉ាសណាចឹងឡើយនឹងពេទ្យថ្មិញខាងទីពេទ្យគេអ្នកកំណត់ទេមិនយើងសម្រេចទៅខ្លួនឯងទេណាហើយចាស៊ីហើយここで靴を脱ぐことになっていますもう一度
ここで靴を脱ぐことになっています。ね脱ぐមកពាក្យ脱ぎますណា脱ぎមកអ្នកគ្នាកុំច្រឡំអានអក្សរម៉េចតែបើអានេះអក្សរនឹហ្នឹងហើយអញ្ចឹង脱ぎមកឬក៏脱គឺកន្លែងនេះមានថាដោះស្បែកជើងដោះសំនៀងពាក់អីហ្នឹងយើងប្រើ脱ぎមកហ្នឹងហើយណាអញ្ចឹងកន្លែងនេះមានថាអីគេនៅកន្លែងហ្នឹងឬក៏នៅទីហ្នឹងគេកំណត់ឲ្យដោះស្បែកជើងហើយអញ្ចឹង脱ぎមកដោះណាឲ្យដោះស្បែកជើងចេញ何々ことがあるណាことがあるឬក៏こともあるជាងអ្នកគ្នាវេយ្យាករណ៍នេះខ្ញុំបកប្រែថាមានពេលខ្លះឬក៏នៅពេលខ្លះជាងអ្នកគ្នាកុំច្រឡំវេយ្យាករណ៍តកូតងការីមកបើវេយ្យាករណ៍តកូតងការីមកមានថាធ្លាប់បាននេះមួយតែវេយ្យាករណ៍ហ្នឹងគឺមានន័យថាក៏មានពេលខ្លះវាកើតរឿងអីមួយឬក៏មិនកើតរឿងអីមួយចឹងរបៀបប្រើវេយ្យាករណ៍ហ្នឹងគឺមានន័យថាយើងនិយាយពីរឿងអីមួយធម្មតាវាកម្រនឹងកើតឡើងប៉ុន្តែវាក៏អាចនឹងកើតឡើងឬក៏មិនអាចនឹងកើតឡើងអីមួយដែរឧទាហរណ៍ថាគេទូទៅម្ដាយយើងធ្វើម្ហូបយើងញ៉ាំតែអត់អញ្ចឹងក៏មានពេលខ្លះអីមួយអញ្ចឹងទៅណាខ្ញុំក៏ធ្វើខ្លួនឯងដែរណាហើយអ្នកជំនាញទូទៅណាអ្នកជំនាញជាពិសេសដូចជាខ្ញុំអញ្ចឹងទៅណាទោះបីជារៀនភាសាជប៉ុនបានច្រើននេះក៏ដោយក៏មានពេលខ្លះក៏នឹងខុសដែរណាហើយអញ្ចឹងកន្លែងហ្នឹងវាបង្ហាញពីរឿងមួយដែលរបៀបថាវាកម្រក៏ពិតមែនប៉ុន្តែវាអាចនឹងកើតឡើងហើយអញ្ចឹងឥឡូវយើងមកមើលសេសុសុគឹតំណភ្ជាប់ជាមួយគ្នាសិនអ្នកគ្នាហើយអញ្ចឹងតំណភ្ជាប់ងាយទេយើងប្រើបានអក្សរស័ព្ទទេអញ្ចឹងអក្សរស័ព្ទហ្នឹងគឺយើងបំបែកជីសុគេឬក៏ណៃគេណាបូកូតងកាឬក៏កូតូម៉ូអាឬដូចគ្នាអ្នកគ្នាអញ្ចឹងយើងបានពីនេះទេបើយើងក្នុងន័យស្របណាវាអាចនឹងកើតឡើងយើងបំបែកជីសុគេមកបើមិនអាចនឹងកើតឡើងយើងបំបែកណៃគេមកណានេះហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នា1番普段母がご飯を作りますが私が作ることもありますចាំមួយដងយើងអានមួយគ្នាហើយអញ្ចឹង普段は母がご飯を作りますが私が作ることもありますហ្នឹងហើយអញ្ចឹង Fudan មានថាជានិច្ចការឬក៏ជាទូទៅជាទូទៅម្ដាយគាត់មិនដែរគាត់អ្នកចម្អិនអាហារឬក៏គាត់អ្នកធ្វើម្ហូបណាងាមិនថាប៉ុន្តែមានតែគេគួរទៅមកឬពេលខ្លះមិនដែរខ្ញុំក៏ធ្វើផងដែរណាម្ដងម្កាលយើងក៏ធ្វើដែរហើយអញ្ចឹង私が作ることもありますはいじゃあ次2番プロでもミスをすることがあるプロでもミスをすることがあるហើយជាងនោះនេះប្រូដែលហ្នឹងគឺមានន័យថាអ្នកជំនាញprofessional ហើយអញ្ចឹងពាក្យកាត់របស់វាហើយ pro demo ណាទោះបីជាអ្នកជំនាញក៏ដោយក៏អាចនឹងមកកើតកំហុសផងដែរអញ្ចឹងមីសឺដែលហ្នឹងគឺកំហុសចំណុចខុសនោះនេះមីសឺអូសឺបង្កើតកំហុសはいじゃあ次はい3番一人暮らしをしていると時間が恋しくなることがあるじゃあもう一度一人暮らしをしていると時間が恋しくなることがあるជាងនោះគ្នា一人暮らし一人暮らしមិនថារស់នៅម្នាក់ឯងហ្នឹងហើយនេះគេសៅវាស៊ីមកហ្នឹងអញ្ចឹងតកនៅបកប្រែថានៅពេលដែរណានៅពេលដែលយើងរស់នៅម្នាក់ឯងធម្មតាបែកពីគ្រួសារទៅអញ្ចឹងក៏មានពេលខ្លះនឹកដល់ផ្ទះអ្នកផ្ទះឬក៏នឹកដល់ស្រុកកំណើតក៏បានដែរនោះនេះជីកាត់ហ្នឹងគឺមានថាស្រុកកំណើតហ្នឹងហើយអញ្ចឹងផ្ទះដែលយើងធ្លាប់រស់នៅឧទាហរណ៍ដល់គ្នាឡើងមករៀននៅទីក្រុងអញ្ចឹងនៅផ្ទះមានឪពុកម្ដាយរបស់យើងអញ្ចឹងពេលចុះសម្រាប់យើងនេះទៅលេងអញ្ចឹងទៅប៉ុន្តែពេលខ្លះក៏យើងនឹកទៅដល់ស្រុកកំណើតយើងផងដែរណាខយស៊ីហ្នឹងថានឹកអីមួយណាខយស៊ីគឺនៅរឿងខ្លាចជានឹកហើយអញ្ចឹងវាក៏យើងមានប៉ុណ្្នឹងអ្នកគ្នា何々させてくださいさせてくださいជាងអ្នកគ្នាさせてくださいហ្នឹងគឺមានន័យថាសូមឲ្យខ្ញុំឬក៏ខ្ញុំសូមអនុញ្ញាតអីមួយណាអញ្ចឹងរបៀបប្រើប្រាស់វេយ្យាករណ៍មួយហ្នឹងគឺមានន័យថាយើងចង់ធ្វើរឿងអីមួយណាអញ្ចឹ
ចឹងយើងសុំការអនុញ្ញាតពីគេចឹងតាមពិតវេយ្យាករណ៍នេះប្រើសម្រាប់សុំការអនុញ្ញាតពីគេដើម្បីធ្វើរឿងអីមួយទេណាហើយចឹងមុននឹងចូលឧទាហរណ៍ជាក់ស្ដែងអ្នកគ្នាមើលសេសុសុគឹជាមួយគ្នាសិនអ្នកគ្នាសេសុសុគឹយើងដាក់បានតែគេស័ព្ទទេហើយគេស័ព្ទហ្នឹងគឺយើងត្រូវបំបែកទម្រង់ CA គីគេបូកនឹងតេគេមួយទៀតបូកនឹងតេមួយតង់ទៀតចឹងបានខ្ញុំដាក់ CA គីគេនោះតេគេជាមិនថាយើងបំបែក CA គីគេមួយតង់ហើយបំបែកតេគេមួយតង់ទៀតហើយបានបូកគឺដាក់សៃណាចឹងមកតេគេដូចអត់ប្របាក់ប្រហែលទេគ្នាយើងចេះហើយប៉ុន្តែទម្រង់ CA គីគេណាវាជាវេយ្យាករណ៍កម្រិត4ហើយហ្នឹងហើយចឹងអាចថាគ្នាយើងមួយចំនួនក៏អត់តរៀនដល់ចឹងណាចឹងអីទេនៅtrongវីដេអូចាប់ខ្ញុំនឹងបង្ហាញបន្តិចរបៀបបំបែកទម្រង់ CA គីគេតើរបៀបបំបែកមិនណាតែឥឡូវយើងចេះពីរបៀបប្រើប្រាស់ហើយនឹងអត្ថន័យរបស់វាឥឡូវយើងមកមើលឧទាហរណ៍ជាមួយគ្នាសិនហើយចឹងអ៊ីជីបាំងហើយខ្ញុំអានហើយこの仕事ぜひ私にやらせてくださいこの仕事私にやらせてくださいចឹងបើយើងបកប្រែទៅណាこの仕事ការងារហ្នឹងហើយぜひណាぜひតាមពិតបកប្រែកុំឲ្យខានណាហ្នឹងចឹងមានថាគេសុំបកគលឲ្យខ្ញុំឬក៏សុំឲ្យខ្ញុំធ្វើវាកុំឲ្យខានចឹងអ្នកគ្នាពាក្យថាយ៉ារ៉ាសេតេកដាសៃអ្នកគ្នាពាក្យយ៉ារ៉ាសេតេមកពាក្យយ៉ារីម៉ាអ្នកគ្នាគេសាប់ដើមយើងបំបែកស៊ីអេគីគេចេញយ៉ារ៉ាសេធម្មតាបំបែកស៊ីអេគីគេវាខ្លាចជាក្រុមទី2ទាំងអស់ហើយចឹងមកបំបែកតេស្រួលទេហ្នឹងហើយយ៉ារ៉ាសេម៉ាលុបតាម៉ាស់ចោលមកបូកនឹងតេកដាសៃហ្នឹងហើយចឹងបំបែកតេស្រួលទេពេលយើងបំបែកស៊ីអេគីគេហើយណាហើយចឹងសូមបកគលខ្ញុំធ្វើវាមកណាហើយឧទាហរណ៍គេយើងធ្វើការតកាយយើងហ្នឹងហើយទុកចិត្តយើងណាឬក៏ចង់ឲ្យគាត់ទុកចិត្តយើងនិយាយពាក្យហ្នឹងណាសូមឲ្យគាត់ឬក៏យើងចង់ចេះការងារហ្នឹងអញ្ចឹងណាចឹងសូមគេធ្វើហើយយើងប្រើហ្នឹងណាហើយតោះស្គីនេះបាំងហើយもう少し考えさせてくださいじゃあもう一度もう少し考えさせてくださいនឹងអ្នកគ្នាខងកែម៉ាស់ហ្នឹងខងកែម៉ាស់ហ្នឹងហើយគេសាប់ក្រុមទី2ស្រួលទេហ្នឹងហើយបូកនឹងសាសេតេទីទៀតខ្ញុំនឹងបញ្ជាក់បន្ថែមអីទេអញ្ចឹងយើងបំបែក CA គីគេវាចេញខងកែសាសេម៉ាស់អញ្ចឹងបែកតេខងកែសាសេតេហ្នឹងហើយអញ្ចឹងខងកែសាសេម៉ាស់ថាឲ្យខ្ញុំគិតនៃហ្នឹងអញ្ចឹងសូមឲ្យខ្ញុំគិតបន្តិចឬក៏ខ្ញុំសូមពេលគិតបន្តិចនៃហ្នឹងឧទាហរណ៍ថាគ្រូសួរអញ្ចឹងណាឬក៏បញ្ញាគេសួរយើងមកឆ្លើយអត់តាន់ចេញហើយយើងសូមពេលគេគិតយើងនិយាយបែបហ្នឹងណាហើយ Moskoshi ណាខ្ញុំសូមពេលគិតបន្តិចទៀតនឹង Moskoshi ថាថែមទៀតនេះអញ្ចឹងណាはいじゃあ次3番明日用心がありますから一日休ませてください明日用心がありますから一日休ませてくださいในประโยคนี้អ្នកគ្នាអាសាប្រើអ្នកគ្នាហ្នឹងហើយធម្មតាបើយើងចង់ឈប់អីមួយថ្ងៃអីយើងប្រាប់មូលហេតុតែគេទៅហើយហ្នឹងហើយអញ្ចឹងឡើងនេះមានថាគេអាស្តាយោជីងការីម៉ាស្ការ៉ាណាបកប្រែពីអាស្តាក៏បានមកអាស្តាថ្ងៃស្អែកដោយសារគេខារ៉ាមដោយសារតែខ្ញុំមានធុរៈអញ្ចឹងហើយខ្ញុំសូមអនុញ្ញាតឈប់មួយថ្ងៃឬក៏សូមឲ្យខ្ញុំឈប់មួយថ្ងៃមកហើយសូមឲ្យខ្ញុំឈប់មួយថ្ងៃមកអញ្ចឹងយ៉ាស៊ឺមីម៉ានៃបំបែក CA គីគេយ៉ាស៊ឺម៉ាសេបំបែកតេមួយទៀតយ៉ាស៊ឺម៉ាសេតេហ្នឹងហើយអញ្ចឹងនៅសកម្មភាពនេះយើងអ្នកធ្វើវិញសូមឲ្យខ្ញុំឈប់មួយថ្ងៃមកណានីនីស៊ីអញ្ចឹងឬក៏គេហៅមួយទៀតទម្រង់ស៊ីណាអញ្ចឹងស៊ីហ្នឹងគឺមានន័យថាហើយឬក៏លើសពីនេះទៀតអញ្ចឹងយើងវេយ្យាករណ៍នេះប្រើណាសម្រាប់រៀបរាប់អំពីមូលហេតុឬក៏ហេតុផលជាច្រើនណាលើសពីមួយឡើងទៅហើយអញ្ចឹងឧទាហរណ៍ថាយើងអត់ចង់ទៅចូលរួម party ពិធីជប់លៀងទេហើយដោយសារគេទី1យើងគិតថាយើងក្តៅខ្លួនអញ្ចឹងទៅហើយមួយទៀតអត់សូវមានកម្លាំងអញ្ចឹងទៅអញ្ចឹងយើងនិយាយបន្ថែមរហូតណាខ្ញុំអត់ចង់ទៅទេដោយសារអីចេះទៅអញ្ចឹងយើងបន្ថែមស៊ីនេះហើយអ្នកគ្នាចូលចិត្តប្រទេសជប៉ុនហ្នឹងមិនមែនមូលហេតុតែមួយត្រអត់បាទដោយសារទី1ប្រទេសជប៉ុនស្អាតណាទី2អាហារឆ្ងាញ់អញ្ចឹងទៅហើយអញ្ចឹងមូលហេតុវាមិនមែនតែ2ទេបន្ថែមបន្តរហូតអញ្ចឹងស៊ីហើយអញ្ចឹងឥឡូវយើងមុននឹងចូលឧទាហរណ៍អ្នកគ្នាមើលរបៀបប្រើសិន
លុយប្រើគឺទាំងកេសាប់គុណនាមអ៊ីគុណនាមណានិងនាមយើងបាយ fuske ទាំងអស់បូកនឹង c ហើយកន្លែងនេះខ្ញុំអាចបញ្យល់អ្នកគ្នាក្បោះក្បាយបានទេ fuske យើងបាយមិនព្រោះវាពិបាកអ្នកគ្នាយើងត្រូវរៀនចំណាយពេលច្រើនណាមួយខែយ៉ាងហោចណាស់ក៏មួយខែដែរបាយ fuske នេះខ្ញុំនិយាយចឹងគឺវាពិបាកព្រោះយើងត្រូវធ្វើឲ្យច្បាស់មួយណាកេសាប់យើងបាយ fuske មិនគុណនាមអ៊ីបាយ fuske មិននាមបាយ fuske មិនគុណនាមអ្នកបាយ fuske មិនគឺយើងត្រូវរៀនរបៀបថារៀនធ្វើឲ្យច្បាស់នឹងចំពោះគ្នាយើងដែលបានរៀនច្បាស់ហើយអ្នកគ្នាអត់អីទេបើយើងអត់តន់ច្បាស់ទេអាចមើលវីដេអូនឹងចប់ហើយអ្នកគ្នាអាចទៅរំលឹកឡើងវិញខ្លួនឯងហ្នឹងហើយឬក៏បើយើងផ្សេងទៀតអត់តន់ចេះអ្នកគ្នាអាចស្រាវជ្រាវឬក៏សួរគ្រូក្នុងថ្នាក់អញ្ចឹងទៅណាហ្នឹងហើយហើយចឹងfuske ពិបាកអ្នកគ្នារៀនដល់វេយ្យាករណ៍កម្រិតប្រមាណក៏យើងត្រូវបំបី fuske នឹងដែរជួបវាច្រើនណាចំពោះវេយ្យាករណ៍ដែលប្រើប្រាស់ជាមួយទម្រង់ fuske ហ្នឹងហើយចឹងមានប៉ុណ្្នឹងទេអ្នកគ្នាឥឡូវយើងមកចូលមើលឧទាហរណ៍ជាមួយគ្នាណាអ៊ីជីបាំងហើយចឹងTanaka sensei wa yasashii shi kakkoi shi sore ni oshiekata mo jouzu desu ចឹងខ្ញុំអានម្ដងទៀតយឺតហើយ Tanaka sensei wa yasashii shi kakkoi shi sore ni oshiekata mo jouzu desu ចឹងរបៀបបកប្រែយើងទូទៅយើងនិយាយប្រធានមុនណាចឹង Tanaka sensei មិនដែរទី1 yasashi ណា yasashi ហើយយើង yasashi ចិត្តល្អណាចិត្តល្អឬក៏ slow boat ក៏បានដែរពាក្យនេះបើយើងបកប្រែចំ slow boat ត្រូវជាងចិត្តល្អ sinetsu ចឹងTanaka sensei គាត់ slow boat ស៊ីនឹងតែហើយនៃគេ kakkoi ហើយសង្ហាSore ni លើសពីនេះទៀតមិនដែររបៀបបង្រៀនរបស់គាត់ក៏ពូកែផងដែរណាចឹងធម្មតាស៊ីនេះមានន័យថាលើសពីនេះទៀតឬក៏ហើយ Sore ni ក៏ដូចគ្នាដែរអញ្ចឹងមកកន្លែងនេះអ្នកគ្នាអាចលុប Sore ni បានព្រោះពីរហ្នឹងន័យតែមួយទេអញ្ចឹងអ្នកគ្នាអាច kakkoi shi oshiegata mo jouzu de មិននិយាយ Sore ni ក៏បានដែរឡើយហ្នឹងណាはいじゃあ次2番日本は綺麗だし食べ物も美味しいし好きですもう一度日本は綺麗だし食べ物も美味しいし好きですតែពិតប្រយោគហ្នឹងយើងចង់និយាយថាស្រឡាញ់តែពិតស្រឡាញ់គេស្រឡាញ់ប្រទេសជប៉ុនអត់ត្រត់ខ្ញុំស្រឡាញ់ប្រទេសជប៉ុនស្រឡាញ់ប្រទេសជប៉ុនទី1ដោយសារគេទី1ប្រទេសជប៉ុនស្អាតត្រត់綺麗ស្អាតហើយអញ្ចឹងស្អាតហើយគេអាហារក៏ឆ្ងាញ់ផងដែរហើយអញ្ចឹងឡើងហ្នឹងពេលយើងបកប្រែយើងពិនិត្យមើលផងវាកន្លែងនេះពាក្យ ski ហ្នឹងមិនមែនហេតុផលទេកន្លែងហ្នឹងយើងនិយាយសរុបជារួមអញ្ចឹងយើងត្រូវនិយាយមុនហ្នឹងហើយអញ្ចឹងខ្ញុំស្រឡាញ់ប្រទេសជប៉ុនទី1ដោយសារគេដោយសារតែវាស្អាតទី2ដោយសារអាហារវាឈ្ងុយឆ្ងាញ់អញ្ចឹងទៅហើយអញ្ចឹងសាំងបាំងហើយ頭も痛いし熱もあるし今夜のパーティーには行けませんじゃあもう一度頭も痛いし熱もあるし今夜のパーティーには行けませんចឹងនេះប្រយោគដែលយើងចង់និយាយ Konya no party នេះはいけませんអ្វីដែលយើងនិយាយសរុបហើយចឹងបើយើងបកប្រែពេលក្រោយទៅមុខមានថាគេនៅពិធីជប់លៀងយប់ហ្នឹងខ្ញុំមិនអាចទៅបានទេអ៊ីកេម៉ាសេមិនថាមិនអាចទៅបានមូលហេតុមាន2យើងលើកមកទី1អាតាម៉ាម៉ូអ៊ីតៃទី1គឺមូលហេតុទី1ឈឺក្បាលទី2មិនដែរក្តៅខ្លួនអញ្ចឹងតាមពិតបើយើងបកប្រែដើម្បីងាយស្រួលយើងបកប្រែអញ្ចឹងពិធីជប់លៀងយប់ហ្នឹងខ្ញុំមិនបានទៅទេបានចូលរួមទេដោយសារឈឺក្បាលហើយក៏មានក្តៅខ្លួនផងដែរតែវាយើងអត់ដឹងយើងអាចបកប្រែចេះក៏បានដែរក្បាលក៏ឈឺក្តៅខ្លួនក៏ក្តៅសរុបមកមិនដែរវិធីជប់លៀងយប់ហ្នឹងខ្ញុំមិនអាចទៅបានទេមកបកប្រែអញ្ចឹងក៏បានដែរអ្នកគ្នាក៏អត់អីដែរតែវេយ្យាករណ៍នេះរៀងពិបាកយើងត្រូវអនុវត្តឲ្យច្រើនណាចឹងអ្នកគ្នាមើលខ្ញុំគិតថាมันអាចនឹងយល់បាន 100% ទេប៉ុន្តែអ្នកគ្នាយ៉ាងហោចណាស់ក៏យើងដឹងថាស៊ីហ្នឹងមានន័យថាម៉េចដែរហើយរបៀបប្រើរបស់វាពេលយើងជួបប្រយោគអានប្រយោគទៅយើងដឹងស៊ីមានតែហើយនឹងលើពីនេះទៀតចឹងយើងដឹងតែប៉ុណ្្នឹងក៏បានដែរណានីស៊ីកាណៃហើយឬក៏ស៊ីកាម៉ាសែនណា
Chứ nó này sika nai rồi có sika masen nó mình thá tai bẩn nó chứ là bị pra bầu viên nó này ở dương thì vậy ông pí ở ròm ở dương á nè chừng buộc chừng luôn nà mùi vì tích sập dương hay chứ ngồi thọ thả dương min lôi đáy vận tải miền tàu bán miền tàu mơn không có bô không có tạp chẳng tự hay chẳng ở dụng mình kê đáy ban kê đáy mà tay kê ban tái tại bay màu buôn màu chẳng tự hay chứ là bị tha chùm nôn nó vì tích sập dương nè chân dương prá nà ní xì cả này chẳng hạn nhá hay chứ là dương một mười ở xe sư sở cứ tập nộp chọp cho mỗi cái sẵn nó có thể là bê pra bảo viết cứ niếm bột nên xì cả hay niếm nó tệ tân chấm nôn nó nè chấm nôn đôi chia chấm nôn khai nè chấm nôn ngay chấm nôn ấy nè này hay chấm nôn là bãi xanh đôi chia lôi chấm nôn lôi ấy chẳng từ hay chứ bột xì cả hai bị dốt trời tập bạ sai chỉnh định chứ lại những dùng đạm này những cứ bởi dục hàng còi xì cả nó đang ở bãi sai đây chân việc cù này xì cả đang ở bãi sai này hay lấy đầm bay cho ba hồi có nó nọc này mưa ở u tao cho mỗi cái sân nè hay chân chỉ bằng kino isogashi sugite yochikan shika neraremasen deshita mỗi chỉ đó kino isogashi sugite yochikan shika neraremasen deshita hay chân như bộ prai bị tệ từ một món nọc này hay chân mình thấy cái đời xa nó tệ lấy mình thay đời xa mình sao mấy mình thấy là vô khăn chân isogashi sugi mình thay là vô khăn đời xa là vô khăn chân hay mình thấy kền nệ ra đấy nó cái này ai kế nhá này ai kế bán tái buôn màu bẩn nó khi ai kế bán tại buôn màu bẩn nó chân nó cái này ở dương chăm ở đây xí cá khang cao cho bãi sai đây khơi này nệ ra đây mà xem được bãi sai tất cả bùi dương dây về nói tất cả hay chả sugi hay nị bắn ima saifu no naka ni wa 500 円しかありません。今、財布の中には500円しかありません。今 lớn mới đá nơi khăn ghế nơi khăn của bố hay nơi khăn của bố miền đại ghế arima nó cái này arima miền tái 500 yen này này miền tại 500 yen này chẳng arima sen màu bị arima trong họ miền 500円しかありません thế ở tới nó này arima sen mặt trời hay dương cục khơi mà sen nó dương bỏ prai bãi sát ở tỉ bố với cô cho mùi xì cả chân bây giờ bỏ prai thòm đà tới về ví dụ thòm đà mà miên tại 500 yen này hay chả sang bắn Yasumi wa nichiyobi shika arimasen. Getsuyobi kara doyobi made hatarakimasu. Chả mùi gì đó. Yasumi wa nichiyobi shika arimasen. Getsuyobi kara doyobi made hatarakimasu. Hay chứ mình thấy cái ca chủ sầm rạ thì có ngày chủ sầm rạ cứ miên tai ngày tết tê rồi có miên tai ngày tết bẩn nó chứng ở khi nhung thua cài cái hatarakimasu thua cá bị ngày chán là hột đỏ ngày xài rồi nè thua cài bị ngày chán là hột đỏ ngày xài chứng khả mà để em thả chặt bị hột đỏ